សៀមក៏ជេរហើយរៀបចំស្បៀងជូនបងវរៈកងទ័ពនិងជនភៀសសឹកក៏រួចរាល់ហើយយើងក៏ចាប់ផ្ដើមហៅលុយធម្មតាហើយថ្ងៃនេះខ្ញុំមកបង្ហាញពីសកម្មភាពនៃការឆាកុលខីជាមួយនឹងបកងជាមនុស្សចាស់ប៉ុន្តែរសជាតិអាចទទួលយកបានទាំងរសជាតិទាំងក្លិនសាច់បកងអីនៅស្វិតឆ្ងាញ់ចំពោះមុខម្ហូបនេះតែគឺយើងចាយលុយអស់តិចទេអស់តែ72000ទេចំពោះបកងទិញកន្លះគីឡូមកហើយគ្រឿងហ្នឹងអស់ខ្ទង់2000ហ្នឹងសរុបទៅអស់តែ17000ទេយើងញ៉ាំអាចញ៉ាំបានដល់តែ4នាក់អស់ពួកម្ហូបនេះដែរគឺចុះបាយមែនតើដោយសារយើងឆាយើងដិតទៅហើយត្រូវជាមួយបាយសមែនតើចំពោះគ្រឿងផ្សំគោលមានកុលខីលឹកក្រូចខ្ទឹមក្រហមជាមួយនឹងបកងយើងឆាកុលខីជាមួយនឹងលឹកក្រូចខ្ទឹមក្រហមឲ្យឈ្ងុយទៅយើងដាក់គ្រឿងបន្ទាប់ពីយើងដាក់គ្រឿងលីងវាចូលគ្នាហើយក៏យើងចាប់ដើមចាក់បកងយ៉ាងទៅហើយយើងឆាវាមើលមកឆ្អិនឲ្យវាចូលជាតិទៅគឺជាការស្ដាយអ្នកទាំងអស់គ្នាហើយចំពោះបកងនេះដែរយើងកុំភ្លេចណាលីម្ទេសដាក់ម្ទេសឲ្យវាដិតតិចទៅដើម្បីមានជាតិហឹរចេញពីទឹកហើយយើងឆាវាឲ្យរៀងខាប់តិចទៅដើម្បីយើងយកទឹកហ្នឹងទៅមកស្រូបបាយអូជាតិមែនតើអ្នកទាំងអស់គ្នាហើយនេះគឺជាបកងដែលយើងឆាឆ្អិនហើយរសជាតិវាទាំងពណ៌ទាំងក្លិនហើយអានេះយើងទុកឲ្យវារៀងខាប់តិចទៅដើម្បីពេលដែលរៀងខាប់ទៅយើងស្រូបបាយឆ្ងាញ់ហ្នឹងអញ្ចឹងម្ហូបនេះដែរ10000ជាងអាចញ៉ាំបាន4នាក់រសជាតិមិនធម្មតាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតសង្ឃឹមថាអ្នកទាំងអស់គ្នាជួយឲ្យបេះដូង like ហើយ share ផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ